មកដល់ផ្ទះវិញស្កាទាំងជឿចុះឃើញកូនស្លាប់ក្នុងអង្រឹងក៏មានសេចក្តីសោកស្ដាយយ៉ាងខ្លាំងកូនម្ដាយលោកចាក់ឡានអូយឈាមច្រើនណាស់កូនម្ដាយអ្នកណាធ្វើបាបកូនម្ដាយអាស្កានោះក៏ជាសំណុកของយើងពេលដែលបានឃើញម្ចាស់ស្កាក៏ស្ទុះមកទទួលដោយមានឈាមពុះប្រឡាក់ពេញមាត់ធ្វើឲ្យម្ចាស់កាន់តែមានការយល់ច្រឡំថែមទៀតក្រោយពីសំណាប់ស្កាហើយស្ត្រីនោះក៏បានឃើញពុះដេកស្ដាប់ក្រវៀននៅគៀនជញ្ជាំងជិះតាមទឹកគឺអាពុះចង្រៃនេះតាដែលសម្រាប់កូនអញអង្ការអើយអញវាយអញខុសហើយតាមពិតអញគួរតែពិចារណារកហេតុផលឲ្យបានអន់អំសិនមិនត្រូវឆាប់ខឹងច្រឡំគ្មានគិតមុខក្រោយបែបនេះទេម៉ែខុសហើយកូនដោយសារតែខឹងគ្មានការពិចារណាកូនក៏ស្លាប់ការជាទីស្រឡាញ់ក៏ស្លាប់គួរឲ្យស្ដាយណាស់មិនទៅអស់នេះពិតជាឃ្លាតក្រោយពីស្ដាប់រឿងនេះទៅតើយល់ឃើញយ៉ាងម៉េចដែរស្ដាប់ទៅគួរក្តៅក្រហាយចំពោះស្រីម្ចាស់ស្កានោះណាស្កាគ្នាខំខំពោះដែរតែបែរជាមកវាសម្រាប់គ្នាទៅវិញនេះប្រកាសជាគ្មានចេះពិចារណារកហេតុផលស្អីទេឆេវឆាវគ្មានគិតមុខក្រោយរឿងហ្នឹងវាមិនខុសពីរឿងមេយើងនេះទេការបញ្ជាឲ្យយកទៅប្រហារជីវិតទាំងកណ្ដាលអាឃ្រាតបែបនេះមុខជាមិនបានពិចារណារកខុសត្រូវឡើយយើងមិនបើកទ្វារឲ្យទេលោកប្រកាសជាមិនបើកទ្វារឲ្យមែនមែនយើងមិនបើកទ្វារឲ្យទេពួកអ្នកឯងទៅឯណាទៀតក៏ទៅចុះបើអញ្ចឹងយើងទៅទ្វារតាក់សិនវិញមែនតើទៅឡើងចាប់ដើរយើងធ្លាប់កាន់កាប់ទ្វារតាក់សិននេះអស់20ឆ្នាំមកហើយពុំមានច្បាប់ឯណាអនុញ្ញាតឲ្យបើកទ្វារបញ្ចេញមនុស្សទៅសម្រាប់ទីកណ្ដាលជុកបែបនេះទេពួកលោកថយចេញទៅវិញទៅយើងមិនបើកទ្វារឲ្យទេនេះជាបរិយាបញ្ជារបស់ព្រះករុណាជាអម្ចាស់ជីវិតមកលត្បូងនេះទ្វារឯងមិនអាចជំទាស់បានទេត្រូវតែបើកទ្វារឲ្យឆាប់ឡើងយើងគោរពណាស់ព្រះករុណាហើយយើងមិនដែលជំទាស់បរិយាបញ្ជាទេប៉ុន្តែយើងសូមពេជ្ជកិច្ចទាំងអស់គ្នារងចាំដល់ភ្លឺសិនទៅទើបយើងបើកទ្វារឲ្យមែនហើយព្រោះច្បាប់មិនអនុញ្ញាតឲ្យបើកទ្វារបញ្ចេញមនុស្សយកទៅសម្រាប់ទាំងយប់ដូចនេះទេបានជាយើងមិនបើកទ្វារឲ្យយ៉ាងនេះព្រោះយើងជឿថាអ្នកទោសនេះពិតជាមិនទាន់បានឆ្លងកាត់ការជំនុំជម្រះស្រួលបួលនៅឡើយទេត្រូវហើយវានឹងអាចមានការស្ដាយក្រោយដូចជារឿងមហាសេដ្ឋីសម្រាប់ឆ្កែអញ្ចឹងតើរឿងមហាសេដ្ឋីសម្រាប់ឆ្កែនោះយ៉ាងណាទៅនិទានឲ្យយើងស្ដាប់ផងបានទេនិទានឲ្យគេស្ដាប់ទៅបើពេជ្ជគិតចង់ស្ដាប់ដូច្នេះមិនអីទេចាំយើងនិទានឲ្យស្ដាប់ចុះហើយជួយពិចារណាផងដើម្បីកុំឲ្យមានការភ័ន្តច្រឡំដូចជារឿងនោះទៀតកាលពីព្រេងនាយមានមហាសេដ្ឋីម្នាក់មានសម្បត្តិទ្រព្យ8កោដឃ្លាំងហើយបានចិញ្ចឹមឆ្កែចំនួន500ក្បាលដើម្បីចាំរក្សាសម្បត្តិទ្រព្យទាំងនោះណែអាឆយអញឲ្យឯងទៅស៊ើបពីសេដ្ឋីដែលមានសម្បត្តិ8កោដឃ្លាំងតើបានការចំណាហើយបានលោកនេះខ្ញុំបានទៅស៊ើបការដឹងអស់ហើយគឺមហាសេដ្ឋីនោះពិតជាមានសម្បត្តិ8កោដឃ្លាំងមែនលោកនេះបើអញ្ចឹងពួកយើងទាំងអស់គ្នានេះត្រូវរៀបចំអាវុធយុទ្ធភ័ណ្ឌឲ្យបានគ្រប់គ្នាដើម្បីទៅប្លន់យកទ្រព្យសម្បត្តិពីសេដ្ឋីនោះឲ្យអស់ឲ្យធ្លាក់ខ្លួនក្រវិញម្ដងកុំឲ្យធ្វើជាអ្នកមានយូរពេកតែយើងមិនអាចចូលទៅប្លន់សេដ្ឋីនោះបានងាយងាយដោយធ្លាប់ប្លន់កន្លែងមុននោះទេព្រោះសេដ្ឋីនោះមានចិញ្ចឹមឆ្កែដល់ទៅ500ក្បាលសម្រាប់ការពារទ្រព្យសម្បត្តិទាំង8កោដឃ្លាំងនោះលោកនេះយីសេដ្ឋីនោះពិតជាឆ្លាតយ៉ាងវៃមែនតើយើងធ្វើម៉េចចូលទៅរួចបានទៅបើឆ្កែច្រើនយ៉ាងនេះ
គ្រាន់តែលេចក្បាលទៅពួកវាមកជាព្រោះចំប្រាវលោតមកខាងផ្អើលគេផ្អើលឯកបាត់ទៅហើយ ត្រូវហើយលោកនាយគេនិយាយថាឆ្កែទាំង500ក្បាលនោះប៉ាកែណាទោះមនុស្សធម្មតាឬចោលក៏ដោយគ្រាន់តែលេចសមោលទៅវាស្ទុះមកព្រោះខំតាមប្រកិតកែងមិនអាចគិតបានឡើយទោះបីជាមានក្បាត់ទៅថៅក៏វាមិនខ្លាចដែរសប្តាហ៍នេះសេដ្ឋីឲ្យខ្ញុំកំដរដាំបាយឲ្យឆ្កែទាំង500នោះឲ្យវាឆីដោយយកចិត្តទុកដាក់ជាទីបំផុត បើអញ្ចឹងតើមានមធ្យោបាយណាអាចចូលទៅលួចបានណាមានតែរកវិធីប្រើថ្នាំសណ្ដំទេទើបអាចឈ្នះវាតែមិនដឹងជាទៅរកគ្រូណែណាទេ បើតាមច្បាប់ខ្ញុំវិញមិនបាច់ទៅរកគ្រូមុនសំណំឯណាទេវានាំតែបាយការទេយើងត្រូវតែប្រើប្រាជ្ញាវិញគឺត្រូវជីករូងអងម៉ងមួយពីក្រោមឃ្លាំងទាំងនោះយើងមកជាអាចយកទ្រព្យសម្បត្តិនោះបានទាំងអស់ដោយវងឆ្កែទាំង500នោះមិនអាចដឹងបានឡើយព្រោះឆ្កែនៅយាមតែលើដីខាងមុខឯយើងចូលទៅខាងក្រោមដី មែនយកបល់អាចឆយចំជាល្អមែនបើអញ្ចឹងចាប់ពីថ្ងៃស្អែកនេះទៅយើងត្រូវចាប់ផ្ដើមជីករូងអងម៉ងនោះដោយប្រុងប្រយ័ត្នកុំឲ្យអ្នកណាដឹងឲ្យសោះ